នៅភាគខាងលិចនៃប្រទេសកម្ពុជាជាប់ជើងភ្នំដាច់ស្រយាលមួយមានតំបន់ព្រៃយ៉ាងក្រាស់ឃ្មឹកនិងអាប់អួរដែលអ្នកភូមិសម័យមុនហៅថាជ្រោះឈើបាក់វាជាទីកន្លែងដែលត្រូវបានគេបោះបង់ចោលជាង30ឆ្នាំមកហើយបន្ទាប់ពីមានហេតុការណ៍បាត់ខ្លួនយ៉ាងអាថ៌កំបាំងនៃក្រុមអ្នកកាប់ឈើចំនួន7នាក់ដែលបានចូលទៅក្នុងព្រៃនោះហើយមិនដែលត្រឡប់មកវិញសូម្បីតែម្នាក់អ្នកភូមិចាស់ៗតែងតែផ្ដាំផ្ញើកូនចៅថាពេលព្រះអាទិត្យអស់ស្ដង្គត់ចូលកុំដើរជិតមាត់ព្រៃនោះឲ្យសោះហើយបើលើគេហៅឈ្មោះពីក្នុងព្រៃដាច់ខាតកុំឆ្លើយឬងាកមើលឲ្យសោះគេជឿថានៅទីនោះមានប្រេតដើមជ្រៃឬវិញ្ញាណបិសាចបុរាណដែលស៊ីសាច់និងប្រលឹងមនុស្សជាអាហារប៉ុន្តែសម្រាប់រិទ្ធនិងជាដែលជាព្រានព្រៃវ័យក្មេងនិងជាមិត្តភក្តិស្និទ្ធស្នាលនឹងគ្នាពាក្យចចាមអារាមទាំងនេះគ្រាន់តែជារឿងព្រៃបំភ័យក្មេងប៉ុណ្ណោះដោយសារតែចង់បានភ្លុកដំរីនិងឈើក្រអូបកម្រដែលមានតម្លៃរាប់ម៉ឺនដុល្លារពួកគេទាំងពីរបានសម្រេចចិត្តលួចធ្វើដំណើរចូលទៅក្នុងព្រៃជ្រោះឈើបាក់នៅរសៀលថ្ងៃមួយដែលមេឃស្រអាប់អួរគ្រាន់តែពួកកាត់ដើរឆ្លងកាត់ស្ទឹងតូចមួយដែលជាព្រំប្រទល់មាត់ព្រៃពន្លឺព្រះអាទិត្យដែលទើបតែរៀបលិចស្រាប់តែបាត់ស្រមោលឈឹងអាកាសធាតុប្រែជាត្រជាក់ស្រីខុសធម្មតារហូតធ្វើឲ្យពួកគេស្រកីចុងដៃចុងជើងអ្វីដែលគួរឲ្យចម្លែកបំផុតនោះគឺភាពស្ងាត់ជ្រងំnormal នៅក្នុងព្រៃតែងតែមានសំឡេងសត្វល្អិតសំឡេងចង្រិតឬសំឡេងស្លឹកឈើបោកតាមខ្យល់ប៉ុន្តែនៅទីនេះគ្មានសំឡេងអ្វីទាំងអស់សូម្បីតែសំឡេងដង្ហើមនិងស្នាមជើងរបស់ពួកគេដែលជន់លើស្លឹកឈើក្រៀមក៏ដូចជាត្រូវបានបរិយាកាសស្ងាត់ជ្រងំដកយកទៅបាត់រឹតតែមានធំក្លិនអ្វីចម្លែកទេជាសួរដោយសំឡេងញ័រញ័រទាំងដៃកាន់កំភ្លើងបាញ់សត្វយ៉ាងតឹងរឹតឈប់ដើររួចហិតខ្យល់វាជាក្លិនស្អុយរលួយយ៉ាងខ្លាំងដូចជាក្លិនសាកសពដែលស្អុយរលួយរាប់ខែមកហើយភាយចេញពីដីនិងដើមឈើធំៗជុំវិញខ្លួននៅពេលដែលរឹតបញ្ចាំងពន្លឺពិលទៅលើដីគាត់បានឃើញឆ្អឹងសត្វព្រៃនិងឆ្អឹងមនុស្សកប់ពាក់កណ្ដាលនៅក្នុងភក់សត្វលុះវេលាឈានចូលដល់ពាក់កណ្ដាលអាត្រៀតភាពងងឹតបានគ្រប់ដណ្ដប់ជិតឈឹងអាពណ៌សក្រាស់ខ្មឹកបានបោកបោកមកគ្រប់ដណ្ដប់ជុំវិញខ្លួនពួកគេរហូតមើលមិនឃើញជើងខ្លួនឯងឡើយរំពេចនោះសំឡេងជើងមនុស្សដើរជន់ស្លឹកឈើក្រៀមក៏បន្លឺឡើងកម្រិបសំឡេងនោះដើរជុំវិញទីតាំងដែលពួកគេឈរប៉ុន្តែនៅពេលបញ្ចាំងពិលទៅមើលមិនឃើញអ្វីសោះក្រៅពីអាប់និងដើមឈើធំស្រាប់តែសំឡេងម្ដាយរបស់រឹតបន្លឺឡើងយ៉ាងច្បាស់ចេញពីក្នុងព្រៃជ្រៅរឹតកូនរឹតជួយម៉ែផងម៉ែរងាណាស់កាត់រឹតភ្ញាក់ព្រឺតហើយរៀបនឹងរត់តម្រង់ទៅរកសំឡេងនោះប៉ុន្តែជាបានចាប់ស្មារឹតជាប់យ៉ាងលឿនរឹតឈប់សិនម៉ែឯងនៅឯភូមិឯណោះតើនោះមិនមែនជាមនុស្សទេគ្រាន់តែជានិយាយចប់សំឡេងស្រែកយំរបស់ម៉ែនោះក៏ប្រែជាសំឡេងសើចក្ររយ៉ាងក្រលួចនិងស្អកស្អែតដែលធ្វើឲ្យក្រដាស់ត្រចៀកពួកគេស្ទើរតែធ្លាយវាជាសំឡេងសើចរបស់បិសាចដែលបន្លឺឡើងពីគ្រប់ទិសទីពីលើចុងឈើពីក្រោយខ្នងនិងពីក្រោមដីដោយភាពភ័យខ្លាចដល់កំពូលព្រានព្រៃទាំងពីរបានចាប់ផ្ដើមរត់យ៉ាងសន្ធាប់ប៉ុន្តែមិនថារត់លឿនឬយូរប៉ុណ្ណាពួកគេនៅតែវិលជុំវិញដើមជ្រៃយក្សមួយដើមដែលមានរឹសស្មុគស្មាញដូចជាសរសៃឈាមមនុស្សភ្លាមនោះពន្លឺពិលក្នុងដៃរបស់ពួកគេទាំងពីរបានរលត់ព្រមនៅកណ្ដាលភាពងងឹតស្លុបព្រះច័ន្ទបានលេចមុខបន្តិចតាមប្រហោងស្លឹកឈើរឹតនឹងជាបានងើយមុខឡើងលើហើយអ្វីដែលពួកគេបានឃើញគឺជាសុបិនអាក្រក់បំផុតក្នុងជីវិតនៅលើមែកជ្រៃធំនោះមានស្រមោលខ្ពស់ស្រឡះប្រហែល3ម៉ែត្រស្លៀកពាក់ក្រណាត់សលួយដែលមានប្រឡាក់ឈាមខ្មៅជាដុំរូបរាងវាក្តៅក្រហល់ក្រហាយរាងកាយស្គមស្គាំងឃើញតែឆ្អឹងជំនីវាកំពុងព្យួរខ្លួនចុះក្រោមដោយសត្វប្រជៀវនៅពេលវាបង្វែរក្បាលមកជួបពួកគេ180ដឺក្រេផ្ទៃមុខរបស់វាមិនមានភ្នែកមិនមានច្រមុះឬត្រចៀកឡើយមានតែមាត់ដ៏ធំទូលាយមួយដែលហែកចំហរហូតដល់កញ្ចឹងកជាមួយនឹងធ្មេញស្រួចដូចផ្លែឡាមនិងអណ្ដាតវែងអន្លាយពណ៌ខ្មៅដែលមានដង្កូវវាពេញនោះជាស្រែកបែកភ្នែកហើយលើកកំភ្លើងបាញ់តម្រង់ទៅវាប៉ុន្តែគ្រាប់កំភ្លើងបាញ់ធ្លុះដូចបាញ់ចំខ្យល់បិសាចនោះបានលាតដៃវែងអន្លាយដែលមានក្រញាំខ្មៅស្រួចដូចកាំបិតស្ទុះមកចាប់ករបស់ជារួចអូសរំលេចទៅលើមែកឈើខ្ពស់ភ្លាមសំឡេងស្រែកអង្វរកើតជាសំឡេងឆ្លក់ឈាមនិងសំឡេងកាច់ឆ្អឹងបានបន្លឺឡើងយ៉ាងរន្ធត់នៅលើចុងឈើមុនពេលដំណក់ឈាមស្រស់ចុះមកត្រូវមុខរបស់រឹតលែងគិតពីអ្វីទាំងអស់គាត់បោះចោលអាវុធរួចរត់ដួលឥតគិតទិសដៅឆ្លងកាត់បន្លានិងថ្មស្រួចដែលអារសាច់ខ្នងនិងជើងរបស់គាត់ខ្មោចបិសាចនោះនៅតែដេញតាមពីក្រោយជាមួយនឹងសំឡេងខ្សឹបខ្សៀវនៅចិត្តត្រចៀកគាត់ជានិច្ចរត់ទៅណារឹតទុកប្រលឹងឯងនៅទីនេះរត់រហូតដល់ភ្លឺហើយបានដួលសន្លប់នៅមាត់ស្ទឹងព្រំប្រទល់ភូមិទាំងខ្លួនប្រឡាក់ទៅដោយឈាមនិងមានស្នាមក្រញ៉ៅខ្មៅចំនួន5ជម្រៅនៅលើខ្នងរបស់គាត់ដែលមើលទៅដូចជាស្នាមរលាកភ្លើងអ្នកភូមិបានប្រទះឃើញរឹតហើយជួយសង្គ្រោះគាត់ប៉ុន្តែជាមិនដែលបានត្រឡប់មកវិញឡើយក្រុមអ្នកភូមិដែលប្រមូលគ្នាកាន់កាំបិតនិងដំបងទៅរករាងកាយរបស់ជាបានត្រឹមតែដើរដល់មាត់ព្រៃប៉ុន្តែគ្មាននរណាម្នាក់ហ៊ានជន់ជើងចូលឡើយព្រោះនៅលើដើមឈើដំបងគេនៃច្រកចូលមានស្បែកក្បាលនិងអាវរបស់ជាត្រូវគេពួរព្យួរទុកជាការព្រមានតាំងពីថ្ងៃនោះមករឹតបានក្លាយជាមនុស្សឈួតលីលានិយាយមិនរួចរកតែយំនិងអង្គុយញាត់ទៅត្រឹកនៅគៀនជញ្ជាំងផ្ទះរៀងរាល់ម៉ោង3អាត្រៀតគាត់តែងតែបើកភ្នែកធំចង្អុលទៅទិសព្រៃជ្រោះឈើបាក់រួចខ្ទប់ត្រចៀកស្រែកដោយភាពភ័យខ្លាចបច្ចុប្បន្នព្រៃជ្រោះឈើបាក់បានក្លាយជាតំបន់ហាមឃាត់ដាច់ខាត
សូម្បីតែផ្លូវជាតិដែលកាត់ជិតនោះក៏ត្រូវបានគេវាងចេញដែរអ្នកស្រុកជឿថាវិញ្ញាណបិសាចនៅតែរងចាំកុជនរងគ្រោះថ្មីហើយនៅពេលយប់ដែលមានអាប់ក្រាស់អ្នកផ្លូវឆ្ងាយខ្លះនៅតែអះអាងថាបានឃើញស្រមោលសុកខ្ពស់ស្រឡះឈររងចាំនៅចិញ្ចើមព្រៃស្ងាត់នោះ